អ្នកទាំងអស់គ្នាធ្លាប់មានក្តីសម័យចង់ឃើញក្លឹបបាល់ទាត់អាជីពនៅតាមបណ្ដាខេត្តដែរអត់ខ្ញុំចង់ឃើញមានមូលដ្ឋានក្លឹបនៅក្នុងខេត្តព្រះវិហារសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅមុខព្រះបរមរាជវាំងនៅជិត Work State ហើយខ្ញុំនឹងមកសាកសួរបងប្អូនទាំងអស់គ្នាថាពួកគាត់មានក្តីសម័យចង់ឃើញក្លឹបបាល់ទាត់អាជីពនៅតាមបណ្ដាខេត្តរបស់ពួកគាត់អត់តោះអញ្ចឹងមកសាកសួរពួកគាត់ជាមួយនឹងខ្ញុំទាំងអស់គ្នាសួស្តីបងតើបងធ្លាប់មានក្តីសម័យចង់ឃើញក្លឹបបាល់ទាត់អាជីពតាំងមូលដ្ឋាននៅតាមបណ្ដាខេត្តអត់យើបងចង់មានបងបងគិតថាខេត្តណាដែរខេត្តកំពង់ចាមបងចុះបងគិតថាខេត្តណាកំពង់ឆ្នាំងបងខ្ញុំគិតថាខេត្តព្រះវិហារដោយសារខ្ញុំគិតទៅថាដូចជាអត់ទាន់មានក្លឹបអាជីពមួយដែរបងចង់បងខេត្តពោធិ៍សាត់គួរតែមានមួយខេត្តកញ្ចេះបងព្រោះខេត្តកញ្ចេះអត់ទាន់ឃើញមានក្លឹបណាបង្កើតទេតើបងធ្លាប់មានក្តីសម័យចង់ឃើញមានក្លឹបបាល់ទាត់អាជីពនៅតាមបណ្ដាខេត្តអត់បងបាទបងខ្ញុំចង់ឃើញនៅខេត្តកញ្ចេះបងខ្ញុំចង់ឃើញនៅខេត្តកណ្ដាលខ្ញុំចង់ឃើញដែរបងចង់ឃើញនៅប្រទេសមានជ័យខ្ញុំចង់ឃើញមានមូលដ្ឋានក្លឹបនៅក្នុងខេត្តព្រះវិហារចុះសម្រាប់អ្នកទាំងអស់គ្នាវិញចង់ឃើញក្លឹបបាល់ទាត់អាជីពនៅតាមបណ្ដាខេត្តអ្នកទាំងអស់គ្នាអត់កុំភ្លេច comment ហើយនិង share វីដេអូនេះម្នាក់មួយផងណាបាយបាយ